ប្រជាជនខ្មែរតែងតែមានជំនឿថាក្នុងលោកនេះពិតជាមានអរិយអ្នកតាខ្មោចព្រាយដែលសង្ងំរស់នៅលើដើមឈើធំៗក្នុងព្រៃហើយដោះក្បែរកន្លែងវាលកប់ខ្មោចដូច្នេះទើបចាស់តែងតែហាមប្រាមឬមានដំណំមិនឲ្យប៉ះពាល់ឬទៅកាប់បំផ្លាញកន្លែងដែលគេជឿថាមានព្រាយកាន់នោះទេព្រោះជាជំរករបស់ពួកវាអំបូរព្រាយក៏មានច្រើនប្រភេទនិងមានកម្លាំងអំណាចខុសៗគ្នាផងដែរសូម្បីតែការយាយីការលងបន្លាចឬធ្វើបាបមនុស្សក៏ដោយពេលនេះយើងសូមលើកយកព្រាយសំពង់សក់ធំដើម្បីមកនិទានដល់អ្នកគ្រប់គ្នាខ្មោចព្រាយសំពង់សក់ធំជាបិសាចដែលគេជឿជាក់ថាពួកវាតែងតែចូលយាយីមនុស្សឲ្យឈឺចាប់ខ្មោចព្រាយនេះជាខ្មោចធំអាចចូលសន្ធិដ្ឋរយៈពេលយូរជាងខ្មោចព្រាយនានាតាមចាស់បុរាណនិទានតគ្នាមកថាកាលពីយូរលង់ណាស់មកហើយមានដូនចាស់ម្នាក់ចេះអំពើអាបធ្មប់ហើយស្រឡាញ់សក់ណាស់សក់របស់គាត់វែងហើយក្រាស់ប៉ុន្តែសក់របស់គាត់ដាច់ធំដែលគេជឿថាគាត់មានអ្នកកាន់ដោយសារតែការចេះអំពើអំពាន់អាបធ្មប់អ្នកស្រុកក៏នាំគ្នាមិនចង់ទុកគាត់នាំវិនាសភូមិស្រុកក៏បានអញ្ជើញអាចារ្យខ្លាំងពូកែបង្ក្រាបគាត់ទើបធ្វើឲ្យគាត់ស្លាប់យ៉ាងតៃហោចមុខអសនៈបន្ទាប់ពីដូនចាស់នោះបានស្លាប់ទៅហើយមិនអស់ចិត្តប្រលឹងវិលចង់ពៀក៏ខ្លាចទៅជាព្រាយសំពង់សក់ធំចាប់តាំងពីពេលនោះមក